ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅលេងសួនសត្វមួយកន្លែងនៅជិតទីក្រុងភ្នំពេញនៅពេលដែលខ្ញុំបានធ្វើដំណើរចូលទៅកាន់សួនសត្វហ្នឹងគឺឃើញសត្វច្រើនប្រភេទខ្លាំងមែនទែនដែលមានដូចជាទូនខ្សែយើងអាចឲ្យចំណីទៅវាបានមានអណ្ដើកបន្ទាប់មកមានសត្វពពែមានសត្វជៀមដែលយើងអាចឲ្យចំណីទិញចំណីគេនៅកន្លែងហ្នឹងមានសត្វអូទ្រីសយើងអាចដើរមើលទៅវាមាន 4-5 ក្បាលដែរបន្ទាប់មកខ្ញុំក៏ដើរទៅមើលសត្វជាច្រើនទៀតដែលយើងអាចបានមើលនៅក្នុងវីដេអូហ្នឹងទៅមានដូចជាសត្វតូចសត្វអណ្ដើកហើយសត្វនេះដូចជាសេកខ្ញុំអត់ស្គាល់ដែរបាទមានចាបសេកឆាបអីចឹងទៅបាទគឺវាហោះខ្វាត់ខ្វែងពេញនឹងចូលទៅហោះឆាបក្បាលយើងតែម្ដងមានសត្វជ្រូកបន្ទាប់មកក៏មានសត្វត្រីនេះធំហើយទឹកគេឡើងថ្លាស្អាតតែម្ដងបន្ទាប់ពីមើលត្រីហើយខ្ញុំក៏ទៅមើលសេះបាទមើលសេះមើលគោបន្ទាប់មកមានពពែនេះរត់ចុះរត់ឡើងហើយបន្ទាប់មកមានក្របីមានអីទៀតជាដើមបាទអត់តន់ចាប់ទេមានកង្កោកទៀតតែវាអត់បើកកតុយហើយនេះគឺជារូងរបស់សត្វព្រាមអញ្ចឹងណាហើយបន្ទាប់មកខ្ញុំក៏បានធ្វើការជិះរថភ្លើងហ្នឹងគឺយើងអាចជិះជុំវិញកសិដ្ឋានរបស់គេហ្នឹងដែលយើងអាចទិញសមុទ្រទៅឬក៏យើងដូរសមុទ្រដែលយើងចូលទៅមើលទេសភាពគេនៅខាងក្នុងហ្នឹងបាទគេនាំយើងជិះទៅដល់ខាងមុខទៅដល់ខាងក្រោយទៅមកជុំហ្នឹងហ្មងបាទបន្ទាប់មកខ្ញុំក៏ធ្វើការជិះទូកវិញម្ដងបាទជិះទូកនេះគឺយើងអត់ធ្វើការចែវទេគឺយើងធាក់ហើយយើងជិះទៅខ្ញុំជិះ3នាក់បងប្អូនបាទហ្នឹងហើយធាក់តែ2នាក់ទេអាមួយកណ្ដាលវាអត់ធ្វើអីទេហើយបន្ទាប់មកខ្ញុំក៏ជិះបានអត់ដល់មកជុំទេព្រោះដោយសារតែវារៀងថ្ងៃក្តៅដែរអញ្ចឹងណាយើងបានឃើញសត្វយើងបានឃើញទិដ្ឋភាពនៅជុំវិញហ្នឹងទៅបន្ទាប់ពីជីបានបន្តិចទៅដល់បានពាក់កណ្ដាលទៅខ្ញុំក៏បកមកវិញបាទបកមកវិញទៅគឺយើងក៏ឃើញអ្នកផ្សេងជីបន្តទៅមកណាទូកនឹងយើងអាចជីបាន3នាក់បានបន្ទាប់មកខ្ញុំក៏ធ្វើការដើរឡើងលើស្ពានយល់បាទដែលស្ពានយល់នេះគឺអត់សូវឆ្ងាយប្រហែលទេហើយក៏វាអត់សូវយល់ខ្លាំងដែរគ្រាន់តែថាយើងដើរទៅវាប្លែកអារម្មណ៍អញ្ចឹងណាបាទយើងអាចមើលទេសភាពមកខាងក្រោមមានកន្លែងញ៉ាំអីជាដើមបាទកន្លែងញ៉ាំអីគឺមានច្រើនហើយមានដើមឈើមានអីនៅយើងចង់ញ៉ាំនៅមាត់ទឹកក៏បានយើងចង់ញ៉ាំនៅក្រោមដើមឈើក៏បានដែរបាទយើងអាចមើលទេសភាពនៅជុំវិញហ្នឹងទៅគឺធំទូលាយដែរបន្ទាប់មកក៏មានកន្លែងគេបាញ់ព្រួញដែរបាញ់ព្រួញនេះយើងអាចដូរសមុទ្រក៏បានយើងអាចទិញជាសមុទ្រក៏បានដែរហើយខ្ញុំក៏បានចូលបន្តទៅកាន់ gallery របស់គេដែលគេមានដាក់តាំងជារូបអនុស្សាវរីយ៍ជាច្រើនរូបដែលគេប៉ុន្តែគេឲ្យយើងប៉ះទេបាទមានដូចជាការតាំងកង់ម៉ូតូឡានពីសម័យមុនរូបចម្លាក់ផ្សេងអញ្ចឹងណាដែលមើលទៅរៀងប្លែកភ្នែកដែរហើយនៅក្នុងនោះក៏វាធំទូលាយដែរយើងអត់បាច់ភ័យបារម្ភថាចង្អៀតនៅក្នុងការដើរទេព្រោះដោយសារតែគេធ្វើដាក់នៅគៀនដាក់តាំងនៅខាងគៀនអញ្ចឹងយើងអាចដើរចន្លោះកណ្ដាលទៅយើងអាចដើរថតរូបថតអីមកបាទបន្ទាប់ពីចប់ពីហ្នឹងហើយខ្ញុំក៏ដើរមកជុំទៀតឃើញមានកន្លែង playground អាចឲ្យក្មេងៗលេងមានដូចជាតងមានដូចជាអីអញ្ចឹងណាតងខ្ពស់តងទាបហើយក៏មានអាខ្សែរ៉កមីនីនេះដែរអញ្ចឹងខ្ញុំក៏ធ្វើការជិះខ្សែរ៉កហ្នឹងទៅបន្លំជាមួយនឹងក្មេងៗដែរបន្ទាប់ពីលេងហើយគឺរៀងហត់ដែរអញ្ចឹងពួកខ្ញុំក៏ទៅធ្វើការញ៉ាំអីនៅកន្លែងនោះតែម្ដងអញ្ចឹង vlog របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា